ប្រាសាទតាក្របីអំបញ្ញមិញនេះតបចោលសៀមកំពុងតែបុកមកខ្លាំងណាស់ខណៈ BM21 របស់កម្ពុជាបានបាញ់ស្រោចយ៉ាងពេញទំហឹងព័ត៌មានចុងក្រោយរាយការណ៍មកថាចោលសៀមងាប់មិនតិចទេនៅតាក្របីទល់ម៉ោង 12:30 នាទីថ្ងៃត្រង់នាថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 នេះស្ថានភាពនៅព្រំដែនបាននឹងកំពុងតែបង្កសកម្មភាពក្តៅគគុកតែម្ដងក្រោមការឈ្លានពាននិងការបាញ់ប្រហាររបស់ភាគីសៀមកាន់តែធំទៅខណៈពេលដែលវីរៈកងទ័ពរបស់កម្ពុជាបាននឹងកំពុងតែឈរជើងច្បាំងប្រយុទ្ធតបទល់យ៉ាងរឹងមាំផងដែរអំបញ្ញមិញនេះព័ត៌មានខាងជួរមុខបានបញ្ជាក់ថាយោធារបស់សៀមបានបន្តបុករុលចូលខ្លាំងមែនទែននៅឯភ្នំខ្មោចប៉ុន្តែដោយសារតែអំណាចនិងសមត្ថភាពដ៏ជាក់លាក់របស់វីរៈកងទ័ពរបស់យើងដែលពោពេញទៅដោយវីរៈភាពដ៏អង្អាចក្លាហានក៏បានវាយបបាក់ចោលសៀមនៅត្រង់ចំណុចនោះមិនឲ្យរុលចូលមកបានទេខណៈពេលដែលយើងប្រើប្រាស់ BM21 ដែលជាអធិរាជសង្គ្រាមរបស់កម្ពុជាយ៉ាងល្អជាទីបំផុតនៅក្នុងការកម្ចាត់ទៅលើទាហានថ្មើរជើងដែលបន្តរុលចូលមកលើដែនអធិបតេយ្យភាពរបស់កម្ពុជារុលចូលមកប៉ុណ្ណាគឺងាប់ទៅវិញប៉ុណ្ណឹងជាមួយគ្នានេះផងដែរនៅឯប្រាសាទតាក្របីវិញក៏មិនធម្មតាដែរពួកវាបន្តសម្រុកខ្លាំងមែនទែនដើម្បីចង់ចូលកាន់កាប់នៅក្នុងតំបន់តាក្របីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅម៉ោង 7:12 ថ្ងៃត្រង់នេះ BM21 របស់កម្ពុជាបាននឹងកំពុងតែបាញ់ស្រោចយ៉ាងខ្លាំងក្លាទៅលើយោធារបស់ចៅសៀមដែលធ្វើឲ្យពួកគេបាត់បង់អាយុជីវិតរាប់រយនាក់ផងដែរមកទល់ពេលនេះបើទោះបីជាមិនទាន់ដឹងអំពីចំនួនពិតប្រាកដមែនប៉ុន្តែស្ថានភាពរបស់ចៅសៀមដែលធ្វើការបុករុលចូលនោះត្រូវបានបំបាក់យ៉ាងចាស់ដៃដោយអធិរាជ BM21 របស់កម្ពុជារួចស្រេចទៅហើយប៉ុន្តែខណៈពេលដែលយោធាកម្ពុជាបានកាន់កាប់យ៉ាងរឹងមាំ 100% នៅក្នុងតំបន់ប្រាសាទតាក្របីក៏ដូចគ្នាប៉ុន្តែពួកវាមិនទាន់បានឈប់សកម្មភាពទេខណៈពេលដែលវាប្រើប្រាស់យន្តហោះ F16 ដើម្បីទម្លាក់គ្រាប់បែកនៅទីតាំងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាយើងចំណែកឯនៅអូភ្លុកដំរីវិញក៏ដូចគ្នាដែរនៅថ្ងៃត្រង់នេះពួកវាក៏បានបន្តបាញ់កាំភ្លើងធំចូលមកជារឿយៗដែលបង្កស្ថានភាពកាន់តែតានតឹងនិងក្តៅខ្លាំងជាងមុនហើយយោធារបស់កម្ពុជាមានវីរភាពដ៏អង្អាចក្លាហានកំពុងតែប្រយុទ្ធតបទល់យ៉ាងរឹងមាំជាមួយនឹងចៅសៀមមិនព្រមចុះចាញ់ជាដាច់ខាតបើយើងក្រឡេកមកកាន់ក្រុងសំរោងរបស់កម្ពុជាវិញតាមសេចក្តីរាយការណ៍បន្ទាន់របស់លោកសយសុភាពដែលជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជាបានសរសេរនៅលើ Caption ថាថៃក៏បាននឹងកំពុងតែបន្តផ្លោងចូលជាច្រើនគ្រាប់ផងដែរនាវេលាថ្ងៃត្រង់ទី 13 ខែធ្នូឆ្នាំ 2025 នេះតតែម្ដងនៅទិសដៅប្រាសាទព្រះវិហារវិញថៃក៏នៅតែបន្តផ្លោងគ្រាប់ចូលជាហូរហែនេះបើគិតចាប់តាំងពីម៉ោង 11:40 នាទីមកការផ្លោងរបស់ចៅសៀមមិនទាន់ត្រូវបានបញ្ឈប់នៅឡើយខណៈពេលដែលមុននេះបន្តិចទិសដៅនៅថ្មដានិងអូភ្លុកដំរីមានស្ថានភាពស្ងប់ស្ងាត់សំឡេងគ្រាប់ផ្លោងបន្តិចហើយនេះប្រហែលជាដោយសារតែអំណាចនៃ BM21 ទើបតែបាញ់ស្រោចទៅលើចៅសៀមដែលកំពុងតែបន្តរុលចូលនាពេលថ្មីអំបញ្ញមិញនេះនៅទិសដៅអូស្មាច់វិញក៏ដូចគ្នាដែរថៃក៏នៅតែបន្តផ្លោងគ្រាប់កាំភ្លើងធំចូលមួយផងដែរប៉ុន្តែយើងមិនអាចកំណត់ថាតើនៅវិនាទីបន្តទៀតនេះសៀមនឹងបន្តផ្លោងចូលមកក្នុងតំបន់ដែលនៅចំកណ្ដាលអូសៀនដែលមេគង្គផាតដ៏ឧត្តមផ្ទៃមេឃពណ៌ខៀវកំពុងប្រដេញពន្លឺដោយគ្រាប់ពេជ្រចែងចាំងនៅលើអាងទឹក The Infinity Edge Pool នៅខាងមុខអាងទឹកដ៏អស្ចារ្យនេះគឺជាសេតវិមាន The Mekong Clubhouse ស្ថិតនៅក្នុងអូសៀន The Mekong Park នៅ BioLab Cafe ខាងលើនេះបន្ថែមទៀតឬយ៉ាងណានោះដែរមានតែបន្តរងចាំនៅវីដេអូនិងព័ត៌មានព្រឹត្តិការណ៍អាប់ដេតជាបន្តបន្ទាប់នាពេលខាងមុខបន្តិចទៀតនេះបងប្អូនប្រិមិត្តជនរួមជាតិជាទីស្នេហាដំណាក់កាលនៃសង្គ្រាមកំពុងតែក្តៅគគុកគឺជាទង្វើដ៏ថោកទាបបំផុតរបស់យោធាសៀមដែលបាននឹងកំពុងតែវាយប្រហារដោយប្រើប្រាស់អាវុធធុនធ្ងន់ដោយមិនរើសទីតាំងគោលដៅទេសូម្បីតែតំបន់ប្រជាជនស៊ីវិលរស់នៅក៏ពួកវាបានបាញ់ប្រហារផងដែរគួររំលឹកផងដែរថាចាប់តាំងពីវេលាម៉ោង 2 រំលងអាធ្រាត្រចូលកាន់ថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 នេះបើទោះបីជាមានសេចក្តីប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺ The White House បាននិយាយថាប្រទេសកម្ពុជានិងប្រទេសថៃបានវិលត្រឡប់មករកសន្តិភាពវិញហើយដោយប្រទេសទាំងពីរនឹងបញ្ឈប់នៃសកម្មភាពបាញ់ប្រហារគ្នាទៅវិញទៅមកប៉ុន្តែភាពជាក់ស្ដែងវិញយើងសង្កេតឃើញយ៉ាងច្បាស់ក្រឡែតែម្ដងក្រៅពីនាយករដ្ឋមន្ត្រីរបស់សៀមបានបង្ហោះនៅតាមបណ្ដាញសង្គមរួមជាមួយនឹងសារព័ត៌មានផ្សេងៗថាថៃមិនអាចឈប់ធ្វើសង្គ្រាមជាមួយនឹងកម្ពុជាជាដាច់ខាតខណៈពេលនៅគ្រប់សមរភូមិប្រយុទ្ធទាំងអស់ទីហ៊ានសៀមបានបន្ថែមនៅការវាយប្រហារយ៉ាងឃោរឃៅជាទីបំផុតចូលមកកាន់តំបន់និងទីតាំងនានារបស់កម្ពុជាកាន់តែជ្រៅទៅបើទោះបីជាទាហានថ្មើរជើងរបស់ថៃមិនអាចរុលចូលបានយ៉ាងណាក៏ដោយប៉ុន្តែពួកវាបានប្រើប្រាស់នៅយន្តហោះ F16 របស់វាដើម្បីទម្លាក់គ្រាប់បែកមកលើទីតាំងប្រជាជនស៊ីវិលរស់នៅទាំងទីប្រជុំជនទីផ្សារវត្តអារាមប្រាសាទបុរាណស្ពានផ្លូវថ្នល់រួមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទៀតរបស់កម្ពុជាជាស្ដែងកាលវេលាម៉ោង 2 ពួកវាបានទម្លាក់គ្រាប់បែកនៅខេត្តកោះកុងត្រង់ចំណុចឆ្នេរកោះយ៉របស់ប្រទេសកម្ពុជាការបាញ់ប្រហារនេះបើតាមរយៈក្រសួងការពារជាតិបានឲ្យដឹងថាគឺចេញពីយោធាជើងទឹករបស់សៀមបាញ់ចេញពីខេត្តត្រាតរបស់វានេះបានឆ្លុះបញ្ចាំងឲ្យឃើញថាសៀមបានប្រើប្រាស់សមរភូមិប្រយុទ្ធគ្រប់ទ្រង់ទ្រាយទៅហើយទាំងទ័ពជើងគោកទ័ពជើងអាកាសនិងទ័ពជើងទឹកនាពេលខណៈពេលនេះនៅព្រឹកថ្ងៃទី 13 ខែធ្នូឆ្នាំ 2025 ពានមេទឹកនៅឯខេត្តពោធិ៍សាត់ក៏ត្រូវបានបំផ្លិចបំផ្លាញទៅដោយយន្តហោះ F16 បានធ្វើការទម្លាក់គ្រាប់បែកទាំងកម្ដៅធ្វើឲ្យទាំងស្ពានដៃចាស់និងស្ពានថ្មីត្រូវបានរងការខូចខាតសម្រាប់ការឆ្លើយតបជាបន្ទាន់របស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបាននឹងកំពុងតែយកចិត្តទុកដាក់ខ្ពស់នៅក្នុងការជួសជុលនិងធ្វើស្ពានបណ្ដោះអាសន្នដើម្បីឆ្លងកាត់តំបន់នោះផងដែរ